ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍នៅសហគមន៍ជាំប៉ែនខេត្តព្រះវិហារសហគមន៍ប្រៃឈើចំនួន14មកពីខេត្តព្រះវិហារនិងខេត្តកំពង់ធំបានចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិជាំប៉ែនស្ថិតនៅភូមិបង្កើនផលឃុំរំទុំស្រុករវៀងខេត្តព្រះវិហារនៅថ្ងៃទី24ខែសីហាឆ្នាំ2026នៃគម្រោងប្រើប្រាស់ដីនិងការពារធនធានធម្មជាតិជនជាតិដើមភាគតិចក្រោមជំនួយគាំទ្រពី SDC និង Island តាមរយៈអង្គការ DCA ក្នុងគោលបំណងសិក្សានិងដកស្រង់បទពិសោធន៍ល្អៗពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិដើម្បីយកទៅអនុវត្តនៅសហគមន៍របស់ខ្លួនលោកស្រីយុនសេងហួរប្រធានកម្មវិធីអភិបាលកិច្ចល្អនិង Gender របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍ AID តំណាងលោកសោមសុភ័ក្រប្រធានអង្គការសកម្មភាពដើម្បីអភិវឌ្ឍ AID បានដឹកនាំបុគ្គលិកនិងសហគមន៍ចំនួន14អញ្ជើញមកពីខេត្តព្រះវិហារនិងខេត្តកំពង់ធំចូលរួមទស្សនកិច្ចសិក្សានៅសហគមន៍តំបន់ការពារធម្មជាតិជាំប៉ែនតាមការលើកឡើងរបស់ប្រធានសហគមន៍ជាំប៉ែនសហគមន៍ដែលមានប្រជាពលរដ្ឋជនជាតិដើមភាគតិចគួយចូលរួមយ៉ាងសកម្មក្នុងការថែរក្សាធនធានធម្មជាតិប្រភពព័ត៌មានសាធារណៈកន្លងមកបានបញ្ជាក់ថាសហគមន៍ជាំប៉ែនមានការចូលរួមរបស់ជនជាតិដើមភាគតិចគួយនិងបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញដើម្បីចលបាតការពារព្រៃឈើជាប្រចាំលោកស្រីយុនសេងហួរប្រធានកម្មវិធីអភិបាលកិច្ចល្អនិង Gender របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍ AID បានឲ្យដឹងថាការរៀបចំទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់តំណាងសហគមន៍ទាំង14បានជួបពិភាក្សាផ្លាស់ប្តូរចំណេះដឹងនិងសិក្សាពីបទពិសោធន៍ជាក់ស្ដែងរបស់សហគមន៍ជាំប៉ែនដែលមានបទពិសោធន៍ក្នុងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិលោកស្រីបានបញ្ជាក់បន្ថែមទៀតថាក្នុងអំឡុងទស្សនកិច្ចនេះអ្នកចូលរួមបានស្វែងយល់ពីប្រវត្តិការបង្កើតសហគមន៍របៀបរៀបចំនិងគ្រប់គ្រងសហគមន៍ការចូលរួមរបស់ប្រជាពលរដ្ឋព្រមទាំងការការពារព្រៃឈើនិងធនធានធម្មជាតិការផ្លាស់ប្តូរបទពិសោធន៍នេះត្រូវបានរំពឹងថានឹងជួយឲ្យសហគមន៍ចូលរួមទស្សនកិច្ចអាចយកចំណុចល្អៗទៅកែសម្រួលនិងអនុវត្តឲ្យសមស្របទៅនឹងបរិបទរបស់ខ្លួនលោកស្រីយុនសេងហួរប្រធានកម្មវិធីអភិបាលកិច្ចល្អនិង Gender របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍ AID បានគូបញ្ជាក់ថាការអភិរក្សធម្មជាតិនិងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋគឺជាកត្តាសំខាន់មួយសម្រាប់ធានានិរន្តរភាពសហគមន៍កន្លងមកសហគមន៍ជាំប៉ែនក៏ធ្លាប់ទទួលបានការគាំទ្រផ្នែកជីវភាពតាមរយៈការផ្តល់ពូជសត្វចិញ្ចឹមពីក្រសួងបរិស្ថានផងដែរទស្សនកិច្ចសិក្សានេះគឺជាឱកាសសម្រាប់សហគមន៍ទាំង14បង្កើនការយល់ដឹងផ្លាស់ប្តូរបទពិសោធន៍និងពង្រឹងកិច្ចសហការគ្នាដើម្បីរួមចំណែកការពារអភិរក្សធនធានធម្មជាតិនិងលើកកម្ពស់ការគ្រប់គ្រងសហគមន៍ឲ្យកាន់តែមានប្រសិទ្ធភាពនិងចីរភាពសូមបញ្ជាក់ផងដែរថាសហគមន៍តំបន់ការពារធម្មជាតិជាំប៉ែនស្ថិតនៅភូមិបង្កើនផលឃុំរំទុំស្រុករវៀងខេត្តព្រះវិហារបង្កើតឡើងឆ្នាំ2000ប្រកាសទទួលស្គាល់ពីក្រសួងបរិស្ថានឆ្នាំ2010លើផ្ទៃដី3422ហិកតាសមាជិកគ្រួសារ234ស្មើនឹង874នាក់ស្រី452នាក់ 95% ជាជនជាតិដើមភាគតិចគួយសហគមន៍ដែលអញ្ជើញចូលរួមមាន14សហគមន៍មកពីខេត្តព្រះវិហារចំនួន8សហគមន៍និងខេត្តកំពង់ធំចំនួន6សហគមន៍ផងដែរ